សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មកបន្តសាច់រឿង The Unclouded Soul ភាគទី3ជាបន្តទៀតមុននឹងចូលដល់សាច់រឿងរបស់យើងចំពោះប្រិយមិត្តដែលអត់ទាន់បានជួយ Subscribe Channel ថ្មីរបស់ Admin សូមជួយ Subscribe Admin ម្នាក់មួយផង Admin ក៏មាន Channel Telegram ដែលផុសរឿងចាស់ៗកន្លងមកប្រសិនបើប្រិយមិត្តទាំងអស់គ្នាចាប់អារម្មណ៍អាចចូលទៅកាន់ link ខាងក្រោមបានតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរមកបន្តសាច់រឿងជាមួយ Admin តែម្ដងទៅបន្ទាប់ពីស្ដេចបិសាចបានទទួលផែនទីនៃគម្រោងដែលតួស្រីនឹងចង់រត់គេចទៅធ្វើឲ្យគាត់នឹងស្មានមិនដល់ខ្លាំងមែនទែនព្រោះនាងបានសម្គាល់នៅលើផែនទីជាកន្លែងដែលមានឱសថសំខាន់ដែលនាងនឹងចង់លួចយកទៅជាមួយតែបិសាចក៏បានបញ្ជាឲ្យបិសាចឆ្មានឹងយាមផ្កាឈូកតកខ្លាចនាងនឹងយកទៅជាមួយសៀវមូគេបានបញ្ជាក់ដោយធានាអំពីសុវត្ថិភាពរបស់ផ្កាឈូកតកពីព្រោះតែតួស្រីនឹងនាងចង់បានឱសថដង្កូវនាងទៅវិញលើបែបនេះហើយធ្វើឲ្យស្ដេចបិសាចនឹងកាន់តែខឹងជាមួយនាងដោយចង់ដាក់ទោសនាងធ្ងន់ធ្ងរផងដែរលើតែស្ដេចបិសាចចង់ដាក់ទោសតួស្រីឯសៀវមូគេញ៉ាំបិទមាត់មិនចិត្តនោះឡើយនៅមានរឿងមួយទៀតតាក់ទងជាមួយនឹងបិសាចក្រហមដែលគាត់នឹងបានបាត់បង់ខ្សែក្រហមមួយគូហើយគេព្យាយាមរកខ្សែមួយនោះខ្លាំងប៉ុន្តែគេរកមិនឃើញនោះឡើយតែស្ដេចបិសាចមិនចាប់អារម្មណ៍ជាមួយនឹងរឿងមួយនេះទេក៏លែងមកកាន់តួស្រីដែលភ្ញាក់ពីដំណេកវិញម្ដងបន្ទាប់ពីបានឃើញស្ដេចបិសាចនៅទីនោះធ្វើឲ្យនាងនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងសវ័យសវ៉ារកផែនទីដែលនាងនឹងមានគម្រោងចង់ចាក់ចេញរំពេចនោះស្ដេចបិសាចក៏បានលើកផែនទីឡើងដែលធ្វើឲ្យតួស្រីគេអស់និយាយតែម្ដងរួចនាងក៏បានធ្វើពុតឈឺដែលមិនចង់ទៅរៀនអីចឹងណាឃើញនាងបែបនេះស្ដេចបិសាចក៏បានលេងសើចជាមួយនាងបន្តិចដោយនិយាយបន្ថែមមុនពេលដំណាក់កាលទី2ត្រូវបានបញ្ចប់នាងត្រូវស្នាក់នៅក្នុងខ្ទមមួយនេះមិនអាចចាក់ចេញទៅរៀនបាននោះឡើយត្បូងតួស្រីនាងសប្បាយចិត្តខ្លាំងណាស់តែបន្ទាប់ពីដឹងពីរយៈពេលនៃដំណាក់កាលទី2នាងក៏បានកែប្រែគំនិតដោយចង់ទៅរៀនវិញបដិបដាជំនាញខ្លួនឯងមិនចង់ឲ្យគេតាមនាងអីចឹងណាតែបិសាចក៏មិនថាអ្វីឲ្យនាងនោះដែរប្រសិនបើនាងអាចធ្វើវាបានទ្រង់នឹងផ្ដល់រង្វាន់ឲ្យនាងតើអ្វីដែលនាងនឹងចង់បាននៅក្នុងផែនទីនេះទៀតផងតែទ្រង់ក៏ហាមផ្ដាច់កុំឲ្យនាងធ្វើអ្វីរញ៉េរញ៉ៃនៅក្នុងចលឹងភ្នំបិសាចមួយនេះលើបែបនេះហើយតួស្រីនាងសប្បាយចិត្តយ៉ាងខ្លាំងដោយចាប់ទុកវានឹងគឺជាកិច្ចព្រមព្រៀងមួយសាច់រឿងជាបន្តក៏បានបង្ហាញអំពីក្រុមសៀវយ៉ាងនឹងទៅជីកទំពាំងដោយដាលីងចាប់ផ្ដើមនិយាយឡើងប្រសិនបើទំពាំងមួយនេះត្រូវបានមនុស្សឃើញពួកគេប្រកាសជាកាប់ខ្ទេចខ្ទីអស់ហើយក្រោយមកដាលីងរួមជាមួយនឹងលូលូក៏បាននិយាយបន្ថែមទៀតអំពីភាពខុសខើរបស់មនុស្សដែលធ្វើចំពោះគេរួមជាមួយនឹងក្រុមគ្រួសារធ្វើឲ្យគេនឹងមានកំហឹងជាខ្លាំងប្រសិនបើគេបានផឹកទឹកវេទមន្តយូលីគេនឹងទៅរកមនុស្សដើម្បីទាមទារយុត្តិធម៌ឲ្យគ្រួសាររបស់គេវិញលើបែបនេះតួស្រីនាងក៏បានចេញមកបញ្ជាទៅកាន់ពួកគេថាមនុស្សក៏ដូចជាបិសាចដែរមានមនុស្សល្អរួមជាមួយនឹងមនុស្សអាក្រក់អីអញ្ចឹងណារំពេចនោះបិសាចឫស្សីក៏បានមកដល់ដែលធ្វើឲ្យគេនឹងពិតជាខឹងជាមួយនឹងអ្នកទាំង3យ៉ាងខ្លាំងដោយជីកទំពាំងរបស់គេអីអញ្ចឹងណាលូលូនឹងដាលេងគេព្យាយាមរត់ទៅក៏ប៉ុន្តែតួស្រីនៅស្ដាយទំពាំងក៏រត់មកយកទំពាំងវិញដែលធ្វើឲ្យបិសាចឫស្សីនឹងខឹងជាមួយនាងដេញចាប់នាងជាបន្តទៀតវាធ្វើឲ្យនាងនឹងធ្លាក់ជ្រុះនៅចិត្តនោះតែម្ដងទៅត្បូងបិសាចឫស្សីគេគិតថានាងជាបក្សីតែបន្ទាប់ពីដឹងថារូបរាងពិតរបស់នាងជាពស់ធ្វើឲ្យគេនឹងភ័យយ៉ាងខ្លាំងក៏លែងមកកាន់តួស្រីដែលធ្លាក់ចូលមកខាងក្រោមវិញម្ដងនាងពិតជាភ័យខ្លាចខ្លាំងមែនទែនរំពេចនោះក៏មានពពុះសាប៊ូមួយនឹងរុំព័ទ្ធខ្លួននាងមិនឲ្យនាងធ្លាក់ដល់ដីនោះឡើយហើយវាគឺជាស្នាដៃរបស់ស្ដេចបិសាចនឹងឯងតួស្រីនាងសប្បាយចិត្តខ្លាំងមែនទែនចំណែកឯស្ដេចបិសាចក៏បានស្ដីបន្ទោសនាងយ៉ាងធ្ងន់ធ្ងរព្រោះគាត់បានផ្ដាំប្រាប់នាងម្ដងហើយម្ដងទៀតថាឥឡូវគាត់ក៏សម្រេចចិត្តថាដាក់ទោសនាងឲ្យធ្ងន់ធ្ងរផងដែរលើបែបនេះតួស្រីនាងក៏បញ្ញាប់និយាយដោយផ្អែកទៅលើបោះក្រហមគូបកលរបស់ពួកគេប្រសិនបើនាងនឹងត្រូវបានដាក់ទោសនោះមានន័យថាព្រះអង្គនឹងដាក់ទោសទៅកាន់ខ្លួនឯងដូចគ្នាតែបិសាចមិននិយាយអ្វីបន្តទៀតឡើយរួចក៏បានប្រាំម្រាមដៃរបស់ខ្លួនធ្វើឲ្យពពុះសាប៊ូនឹងហោះទៅខាងលើអំឡុងពេលដែលសៀវយ៉ាវសប្បាយចិត្តខ្លាំងគាត់ក៏បានអំបៃពពុះសាប៊ូធ្វើឲ្យនាងធ្លាក់ចុះមកក្រោមចូលទៅក្នុងរង្វង់ដៃរបស់គាត់មើលទៅកាន់សៀវយ៉ាវនាងរៀងភ័យបន្តិចក៏លែងមើលមុខស្ដេចបិសាចក៏មានស្នាមរបួសនាងក៏ដឹងថាមុខរបស់នាងមានរបួសដូចគ្នាដែលធ្វើឲ្យនាងមានការបារម្ភយ៉ាងខ្លាំងពីព្រោះតែខ្លាចបាត់បង់សម្រស់អីអញ្ចឹងណាតែបិសាចហួសចិត្តជាមួយនឹងសម្ដីរបស់នាងយ៉ាងខ្លាំងក៏ប៉ុន្តែតួស្រីនៅតែនិយាយអំពីសម្រស់របស់នាងដដែលដែលធ្វើឲ្យស្ដេចបិសាចនឹងបំបីពពុះសាប៊ូមួយនោះឲ្យនាងធ្លាក់ចុះមកខាងក្រោមតែម្ដងបន្តិចក្រោយមកសៀវយ៉ាវបានឃើញរូបចម្លាក់សត្វបុរាណនៅលើភ្នំវាមើលទៅអស្ចារ្យហើយគួរឲ្យខ្លាចខ្លាំងមែនទែនរួចនាងក៏បានសួរទៅកាន់ស្ដេចបិសាចដោយចង់ប្រៀបធៀបជាមួយនឹងគាត់ផងដែរតែបិសាចក៏បាននិយាយថាពេលនេះគ្មានឱកាសក្នុងការប្រៀបធៀបនោះឡើយព្រោះពួកគេទាំង3បានស្លាប់ក្នុងអំឡុងពេលសង្គ្រាមប្រឆាំងជាមួយនឹងមនុស្សដើម្បីរំលឹកដល់ពួកគេកូនបិសាចទាំងអស់ក៏បានឆ្លាក់រូបពួកគេនៅទីនេះផងដែរហើយរូបកាយមួយនេះត្រូវបានឆ្លាក់ឡើងតាំងពី10000ឆ្នាំមកម្ល៉េះលើបែបនេះហើយតួស្រីនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះវាមានន័យថាសង្គ្រាមរវាងបិសាចរួមជាមួយនឹងមនុស្សវាមានតាំងពីយូរណាស់មកហើយលុះដល់ពេលយប់តួស្រីក៏បានចំអិនទំពាំងនឹងយកមកឲ្យស្ដេចបិសាចដោយព្យាយាមប្រើប្រាស់ក្លិនរបស់វាចង់ឲ្យស្ដេចបិសាចនឹងសួរនាងហើយស្ដេចបិសាចក៏សួរនាងពិតប្រាកដមែនទើបនាងនឹងយកទំពាំងមួយនោះយកមកឲ្យគាត់ភ្លក់តែម្ដងទៅក្រោយមកក៏ជួយលាបថ្នាំឲ្យគាត់បន្ថែមទៀតស្ដេចបិសាចដឹងយ៉ាងច្បាស់ថានាងប្រកាសជាមានអំណរអ្វីមួយជាមិនខានឡើយមិនលាក់បាំងអីតួស្រីនាងចង់ឲ្យស្ដេចបិសាចនឹងបង្រៀនវេទមន្តពពុះទឹកឲ្យនាងទុកគ្រាន់ការពារខ្លួនក្នុងពេលមានគ្រោះថ្នាក់អីចឹងណាស្ដេចបិសាចក៏បាននិយាយអំពីពេលវេលាខ្ជះខ្ជាយរបស់នាងយ៉ាងច្រើនដែលមិនខិតខំរៀនរួមជាមួយនឹងទង្វើរបស់នាងនៅក្នុងថ្នាក់ផងដែរធ្វើឲ្យតួស្រីនឹងនាងពិតជាខ្មាស់អៀនយ៉ាងខ្លាំងរួចក៏បានសួរទៅកាន់ស្ដេចបិសាចវិញប្រសិនបើអាចបណ្ដុះបណ្ដាលយុទ្ធសាស្ត្រឈានដល់កម្រិតកំពូលតែគេមិនចាំបាច់ត្រូវការបរិភោគអាហារឬក៏សម្រាកទេមែនអត់តែបិសាចក៏
ក៏ថាម៉ែណយដែលធ្វើឲ្យតួស្រីនឹងមិនចង់រៀងច្រើនពេកនោះឡើយដោយនាងស្ដាយម្ហូបអាហារឆ្ងាញ់ៗនៅថាមនុស្សអីអញ្ចឹងណាលើកំណត់នាងបែបនេះធ្វើឲ្យស្ដេចបិសាចនឹងអស់សំណើចយ៉ាងខ្លាំងដោយបញ្ចេញស្នាមញញឹមរបស់ខ្លួនសៀវយ៉ាងនាងឃើញស្នាមញញឹមរបស់ស្ដេចបិសាចសង្ហាបែបនេះនាងក៏បានប្រាប់ទៅកាន់ទ្រង់បន្ថែមទៀតឲ្យគាត់នឹងឧស្សាហ៍ញញឹមកុំសូវគិតរឿងដែលសោកសៅច្រើនពេកអីអញ្ចឹងណាស្ដេចបិសាចក៏បាននិយាយអំពីទុក្ខសោកទាំង8ដែលគាត់នឹងបានជួបកន្លងមកដែលធ្វើឲ្យតួស្រីនឹងក៏សោកសៅទៅតាមនេះដូចគ្នាលុះព្រឹកបន្ទាប់អំឡុងពេលដែលនាងកំពុងតែរៀនដាលីនិងលូលូបាននិយាយគ្នាពីបិសាចក្រហមបាត់អំបោះផ្គូផ្គងតួស្រីក៏បាននិយាយអំពីចំណេះដឹងរបស់នាងតាក់ទងជាមួយនឹងអំបោះក្រហមថាមាន3ដំណាក់កាលអីអញ្ចឹងណាតែដំណាក់កាលទី3នាងអត់ដឹងនោះទេដែលធ្វើឲ្យដាលីនឹងសោកយ៉ាងខ្លាំងឬក៏បានសរសេរសម្បត្តិមួយទៅប្រាប់នាងថាដំណាក់កាលទី3នឹងមានន័យថាការបណ្ដុះបណ្ដាលជាគូអីអញ្ចឹងទៅតួស្រីនាងភ្ញាក់ផ្អើលហើយភ័យខ្លាំងមែនទែនលុះដល់ពេលយប់ស្ដេចបិសាចក៏បានមករកនាងនៅក្នុងបន្ទប់សៅយ៉ាគេរត់ពូនអំពីស្ដេចបិសាចដោយគិតថាគេផុតអីអញ្ចឹងណាតែនាងមិននឹកស្មាននោះឡើយស្ដេចបិសាចនឹងបានបង្ហាញខ្លួននៅខាងក្រោយនាងដែលធ្វើឲ្យនាងនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រកាសយ៉ាងដាច់អហង្ការថានាងនឹងមិនបង្កើតពុយបិសាចជាមួយនឹងទ្រង់នោះឡើយដោយនាងជាស្រីកំមុំមិនអាចធ្វើរឿងបែបនេះនោះទេនាងសូមបដិសេធទាំងស្រុងហើយថែមទាំងចាប់ប្រកាន់ថាស្ដេចបិសាចគឺជាអ្នករៀបចំគម្រោងការមួយនេះតែបិសាចហួសចិត្តជាមួយនឹងសម្ដីរបស់នាងយ៉ាងខ្លាំងទ្រង់ក៏មិនចង់ចំណាយពេលបន្តទៀតដែរបន្ទាប់ពីបាននាំនាងទៅកន្លែងរបស់ទ្រង់តួស្រីនាងផិតភ័យយ៉ាងខ្លាំងដោយនិយាយបដិសេធម្ដងហើយម្ដងទៀតតែបិសាចក៏បានឲ្យនាងត្រៀមខ្លួនថែមទាំងនិយាយបកស្រាយថាការបង្កើតពុយបិសាចមួយនេះមានន័យថាពួកគេនឹងត្រូវធ្វើការរួមគ្នាដោយបង្កើតជាយុទ្ធសាស្ត្រអ្វីមួយអីចឹងទៅតាមលើការបកស្រាយបែបនេះតួស្រីនាងអស់សំណើចជាមួយនឹងខ្លួនឯងយ៉ាងខ្លាំងក្រោយមកស្ដេចបិសាចក៏បានជ្រើសរើសយុទ្ធសាស្ត្របង្កើតភ្លើងដែលសាមញ្ញបំផុតនឹងយកមកបង្រៀនតួស្រីតែទោះបីជាតួស្រីព្យាយាមធ្វើយ៉ាងណាក៏វានឹងមិនបានសម្រេចនោះដែរតែបិសាចក៏បានដឹងយ៉ាងច្បាស់អំពីមូលដ្ឋានគ្រឹះនៃការបង្កើតភ្លើងមួយនេះលុះត្រាតែនាងមានអារម្មណ៍ទាំង4ទើបអាចគ្រប់គ្រងនិងសម្រេចវាបានក៏រួចស្ដេចបិសាចចាប់ផ្ដើមនិយាយថាឲ្យនាងគឺជាមនុស្សល្ងង់ដើម្បីឲ្យនាងខឹងអីចឹងណាហើយវាទទួលបានលទ្ធផលមែនតួស្រីក៏នៅលើស្ដេចបិសាចថាឲ្យបែបនេះនាងក៏បានក្រោកឈរឡើងថាឲ្យស្ដេចបិសាចវិញដោយជំហានទី2ស្ដេចបិសាចហុងយីក៏បានឲ្យនាងនឹងសាកល្បងម្ដងទៀតដោយខ្លួននឹងបានប្រើយុទ្ធសាស្ត្រធ្វើអណ្ដាតភ្លើងហោះនៅលើដៃរបស់នាងតួស្រីនាងត្រេកអរយ៉ាងខ្លាំងក្រោយមកអណ្ដាតភ្លើងមួយនោះក៏បានរលត់ទៅវិញធ្វើឲ្យសៅយ៉ាងនឹងមានអារម្មណ៍សោកស្ដាយហើយសែតយ៉ាងខ្លាំងនៅសល់តែអារម្មណ៍ភ័យខ្លាចមួយទៀតទេអ្នកទាំងអស់គ្នារួចស្ដេចបិសាចក៏ចាប់ផ្ដើមបំភ័យនាងដោយចង់ស៊ីនាងចូលទៅក្នុងពោះប្រសិនបើនាងនឹងមិនអាចស្រាយខ្សែមួយនេះបានសៅយ៉ាងភ័យខ្លាំងមែនទែនរត់ចាក់ចេញទៅតែអារម្មណ៍តក់ស្លុតរំពេចនោះអណ្ដាតភ្លើងក៏បានឆេះនៅលើម្រាមដៃរបស់នាងដែលធ្វើឲ្យនាងនឹងពិតជាត្រេកអរខ្លាំងមែនទែនទីបំផុតនាងអាចបង្កើតភ្លើងមួយនេះបានហើយឆ្លងកាត់ការបណ្ដុះបណ្ដាលរបស់អ្នកទាំងពីររួមគ្នាខ្សែក្រហមដែលនៅលើដៃក៏ត្រូវបានបាត់សៀវយ៉ាងនឹងកាន់តែរំភើបនឹងសប្បាយរីករាយរួចក៏បានយកដៃរបស់ស្ដេចបិសាចនឹងយកមកទះតែម្ដងទៅសាច់រឿងជាបន្តក៏បានបង្ហាញពីថ្នាក់រៀនរបស់សៀវយ៉ាងវិញម្ដងដោយពេលនេះគ្រូរបស់នាងដែលជាបិសាចក្អែកនឹងបានកំណត់ថ្ងៃនាំអ្នកទាំងអស់គ្នាទៅកាន់ឋានមនុស្សដើម្បីធ្វើតេស្តតួស្រីនាងរំភើបចិត្តខ្លាំងមែនទែនដាលីនិងលូលូក៏បានពឹងពាក់នាងនៅក្នុងការធ្វើតេស្តមួយនេះផងដែរក្លែកមកកាន់ស្ដេចបិសាចហុងជីដែលសួរអំពីស្ថានភាពអ្នកប្រមាញ់បិសាចពីបិសាចឆ្មាវិញម្ដងដោយបិសាចឆ្មានឹងក៏បានរៀបរាប់ពីសកម្មភាពរបស់ឆ្មាហ្វៃយូដោយពួកគេមិនគិតនោះឡើយអ្វីដែលសំខាន់គឺអាចប្រមាញ់បិសាចដែលមានកម្រិតខ្ពស់បានគេនឹងទទួលបានរង្វាន់រួមជាមួយនឹងមុខតំណែងទៀតផងរឿងមួយនេះគេដឹងយ៉ាងច្បាស់ថាមុខសញ្ញារបស់ឆ្មាហ្វៃយូគឺជាស្ដេចបិសាចនឹងឯងទាំងមកពេលនេះគេពិតជាបារម្ភជាមួយនឹងស្ដេចបិសាចខ្លាំងមែនទែនពីព្រោះតែគាត់មានរបួសហើយយុទ្ធសាស្ត្ររបស់គាត់នឹងមិនតន់ដូចដើមវិញទេដូច្នេះហើយគេបានសំណូមពរទៅកាន់ស្ដេចបិសាចកុំឲ្យរវីរវល់ជាមួយនឹងតួស្រីច្រើនពេកអីតែស្ដេចបិសាចគ្មានញញើតជាមួយនឹងពួកឆ្មាអស់ទាំងនោះឡើយរួចទ្រង់ក៏បានសួរអំពីសកម្មភាពរបស់ហ៊ីវូបន្ថែមទៀតបន្ទាប់ពីដឹងថាបិសាចចំណិតដែលនៅក្រោមអង្គរបស់ហ៊ីវូបានរៀបចំកូនបិសាចតូចៗទៅទទួលការវឹកហាត់នៅក្នុងឋានមនុស្សធ្វើឲ្យស្ដេចបិសាចនឹងមានការព្រួយបារម្ភយ៉ាងខ្លាំងរួចទ្រង់ក៏បានយកបន្តោងត្បូងដែលជារបស់ប្រចាំខ្លួននឹងយកទៅឲ្យតួស្រីប្រសិនបើនាងមានគ្រោះថ្នាក់អ្វីកើតឡើងនាងគ្រាន់តែហៅគាត់នៅក្នុងចិត្តនោះគាត់នឹងចេញមកការពារនាងជាមិនខានឡើយតួស្រីនាងសប្បាយចិត្តខ្លាំងមែនទែនហើយក៏ចង់សាកល្បងហៅស្ដេចបិសាចផងដែរក៏ប៉ុន្តែពេលនេះស្ដេចបិសាចមិនបង្ហាញខ្លួននៅពីមុខនាងនោះឡើយដោយទ្រង់បាននិយាយថាលុះត្រាតែនាងមានគ្រោះថ្នាក់ទើបគាត់នឹងអាចបង្ហាញខ្លួននៅមុខនាងបាននៅក្នុងយប់នោះផងដែរបិសាចក្អែកក៏បាននាំកូនបិសាចទាំងអស់ទៅកាន់ភូមិចង្គៀងអ្នកភូមិមួយនោះជឿថាគេអុតចង្គៀងមួយនេះអាចបណ្ដេញពួកបិសាចបានដូច្នេះហើយបេសកកម្មរបស់គេនៅក្នុងថ្ងៃនេះគឺត្រូវយកខ្នើយដែលពួកគេកំពុងតែកេងបាននោះមានន័យថាបេសកកម្មត្រូវបានបញ្ចប់គ្រាន់តែបិសាចក្អែកកំណត់ពេលវេលានឹងចាប់ផ្ដើមបេសកកម្មភ្លាមតួស្រីនាងសប្បាយចិត្តរត់ទៅមុនគេតែម្ដងដោយសារតែនាងនឹងមានគម្រោងទុកមុនរួចជាស្រេចនៅក្នុងពេលនេះផងដែរឆ្មាំងហ្វៃយូក៏នៅទីនេះដូចគ្នាតែគេមិនចាប់កូនបិសាចតូចៗនាំតែខ្ជិះខ្ជាយប្រតិបត្តិការធំរបស់គេនោះទេនៅខាងសៀវយ៉ានាងបញ្ញាចង់ចេញពីភូមិមួយនេះដោយលាអំពីពួកបិសាចទាំងអស់ពេលនោះដាលីនិងលូលូក៏បានហៅនាងពីខាងក្រោយដោយពួកគេភ័យខ្លាចជាមួយនឹងពួកមនុស្សខ្លាំងមែនទែននិងសូមឲ្យនាងជួយទៅកាន់ពួកគេផងសៀវយ៉ាគេមិនចង់ជួយនោះឡើយតែគេក៏មិនអាចចិត្តជាមួយនឹងពួកគេទាំងពីរដូចគ្នានិយាយរួចក៏បានឲ្យអ្នកទាំងពីរនឹងចាំនៅទីនេះទុកឲ្យនាងគឺជាអ្នកចាត់ការយកខ្នើយទាំងពីរនោះមកដោយភូមិមួយនេះនាងធ្លាប់នៅពីមុនមកដូច្នេះហើយការលួចយកខ្នើយទាំងពីរនេះវាមិនមែនជារឿងពិបាកសម្រាប់នាងនោះឡើយតែពេលដែលនាងបំរុងនឹងបើកទ្វារចេញមកខាងក្រៅស្រាប់តែយន្តកំចាប់បិសាចមានប្រតិកម្មឡើងដែលធ្វើឲ្យនាងនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកសែវយ៉ាក៏បានយកខ្នើយទាំងពីរនោះឲ្យលូលូនិងដាលីងនឹងដេញឲ្យពួកគេ
នឹងយកខ្នើយទាំងអស់នោះទៅឲ្យលោកគ្រូក្រោយពេលដែលអ្នកទាំងពីរបានចាក់ចេញទៅធ្វើឲ្យតួស្រីនាងសិតខ្លាំងមែនទែនពីព្រោះតែយន់កំចាត់បិសាចបានច្រឡំថានាងគឺជាបិសាចឬមួយវាដល់អ្វីដែលស្ដេចបិសាចបាននិយាយប្រសិនបើដូច្នេះមែននាងមិនអាចត្រឡប់ទៅរកឪពុករបស់នាងបានឡើយពីព្រោះតែនាងនឹងមិនចង់បង្កបញ្ហាឲ្យគាត់កំពុងតែស្លងអារម្មណ៍ជាមួយនឹងរឿងមួយនេះស្រាប់តែខ្មោះរបស់អ្នកភូមិបន្លឺឡើងឲ្យអ្នកគ្រប់គ្នានឹងតាមចាប់បិសាចពីព្រោះតែមានបិសាចលុកលុយផ្ទះរបស់គេអីចឹងណាដាលីនឹងលូលូពិតជាភ័យខ្លាចជាមួយនឹងសម្លេងខ្មោះមួយនោះខ្លាំងមែនទែនដោយដាលីនឹងបានរត់គេចរួចប៉ុន្តែលូលូត្រូវបានអ្នកភូមិចាប់ជាប់ដោយចងឲ្យវាជាដំណំដាលីក៏បានយកដំណឹងមួយនេះទៅប្រាប់សៀវយ៉ាវដោយសៀវយ៉ាវនឹងប្រាប់ឲ្យគេនឹងចាក់ចេញពីទីនេះទៅរឿងរបស់លូលូទុកឲ្យនាងគឺជាអ្នកដោះស្រាយនិយាយរួចនាងក៏បានរត់ទៅកន្លែងដែលអ្នកភូមិនឹងចាប់លូលូសម្លឹងទៅឃើញថាម្នាក់នោះគឺជាឪពុករបស់នាងដោយលូលូគេយំខ្លាំងមែនទែនពីព្រោះតែគេខ្លាចមនុស្សស្រាប់ផងពួកឯនាងនៅទៅកាន់លូលូទ្វេដងហើយព្យាយាមរកមជ្ឈបាយដើម្បីជួយសង្គ្រោះលូលូផងដែរនៅខាងបិសាចក្អែកឯនេះវិញកូនបិសាចបានយកសម្ភារៈជាច្រើនរបស់មនុស្សយកមកឲ្យគេមើលក៏ប៉ុន្តែគេពិតជាមិនត្រូវការឡើយព្រោះអ្វីដែលគេត្រូវការនោះគឺជាខ្នើយចំណែកឯបិសាចឫស្សីឯនេះវិញគេយកខ្នើយមកដល់ទៅពីរតែបែរជាត្រូវបិសាចក្អែកនឹងបដិសេធពីព្រោះគោលការណ៍គេឲ្យយកតែខ្នើយមួយរួចគាត់ក៏បានសួរអំពីសមាជិកនៅក្នុងក្រុមថាមកគ្រប់អស់រនៅរំពេចនោះដាលីងក៏បានស្រែកប្រាប់ទៅកាន់គ្រូរបស់នាងអំពីដំណឹងរបស់លូលូពេលនេះសៅយ៉ាវបានទៅជួយគេហើយប៉ុន្តែមនុស្សមានច្រើនខ្លាំងណាស់ដូច្នេះហើយនាងចង់ឲ្យលោកគ្រូនឹងទៅជួយពួកគេផងបិសាចក្អែកបដិសេធភ្លាមថាវាមិនទាន់ដល់ពេលកំណត់នៃការតេស្តនោះទេប្រសិនបើពួកគេចង់រស់ត្រូវតែពឹងទៅលើសមត្ថភាពរបស់ខ្លួនឯងដាលីងនាងពិតជាអស់សង្ឃឹមខ្លាំងណាស់បន្ទាប់ពីបានលើសម្ដីលោកគ្រូរបស់នាងនិយាយបែបនេះក្លែមកកាន់លូលូដែលត្រូវគេវាយខ្លាចទៅជារូបរាងជ្រូកឯនេះវិញឪពុកតួស្រីបំរុងនឹងយកឈាមឆ្កែនឹងព្រុសទៅដាក់លូលូប៉ុន្តែលូលូបែរជាធ្វើសន្លប់ដែលធ្វើឲ្យគេនឹងស្ទាក់ស្ទើរមួយរំពេចភ្លាមនោះក៏មានសម្លេងមួយបន្លឺឡើងដោយចង់យកជីវិតរបស់លោកពូសៀវថាគេនឹងប្រព្រឹត្តអំពើអាក្រក់ដោយសម្លាប់និងបោកបញ្ឆោតមនុស្សដូច្នេះហើយគេនឹងត្រូវស្លាប់នៅក្នុងថ្ងៃនេះលើបែបនេះឪពុករបស់តួស្រីមានប្រតិកម្មឡើងភ្លាមដោយនិយាយថាខ្លួនស្អាតស្អំមិនដែលទៅបោកបញ្ឆោតអ្នកណាអីចឹងណាគេគ្រាន់តែកំចាត់បិសាចដើម្បីជួយវិជារាជតែប៉ុណ្ណោះប៉ុន្តែតួស្រីនៅតែអះអាងដដែលដោយប្រើវេទមន្តរបស់នាងធ្វើឲ្យភ្លើងនៅកណ្ដាលមួយនោះឆេះឡើងសន្ធោសន្ធៅអ្នកភូមិឃើញបែបនេះភ័យខ្លាចយ៉ាងខ្លាំងរួចក៏លិតជង្គង់សុំការអភ័យទោសឆ្លៀតឱកាសពេលនោះលូលូក៏បានយកកាំបិតមកកាត់ខ្សែដោយរត់ចេញទៅមិនបានប្រយ័ត្នក៏ប៉ះជាមួយនឹងខ្មោះធ្វើឲ្យអ្នកភូមិនឹងញាប់អាតាមចាប់គេជាបន្តទៀតចំណែកឪពុករបស់តួស្រីក៏បានយកឈាមឆ្កែដែលនៅសេះសល់នឹងបាច់ទៅលើខ្លួនរបស់តួស្រីដែលគិតថានាងនឹងជាបិសាចផងដែរខ្សែរឿងជាបន្តក៏បានបង្ហាញអំពីឆ្មាំងហ្វៃយូចូលមកក្នុងភូមិពិនិត្យមើលម្សៅហ្វូយីងដែលគេនឹងបានត្រៀមទុកដោយសមត្ថភាពម្សៅមួយនេះគ្មានអ្នកណាអាចឃើញនិងដឹងក្លិនវាបានឡើយលុះត្រាតែប្រើពន្លឺពិសេសរបស់គេទើបអាចមើលវាឃើញបាននេះក៏ជាអ្វីដែលប៊ីងស៊ូចង់បានដូចគ្នាគេចង់ឲ្យបិសាចតូចៗនាំផ្លូវគេទៅជួបជាមួយនឹងស្ដេចបិសាចនៅក្នុងជលឹងភ្នំបិសាចឯនេះវិញវូហ៊ុនបានបន្ទោសទៅកាន់តួស្រីនិងលូលូខ្លាំងមែនទែនគេបរាជ័យនៅក្នុងការសាកល្បងហើយធ្វើឲ្យមិត្តភ័ក្តិទាំងអស់មានគ្រោះថ្នាក់ទៅតាមទៀតដោយវូហ៊ុនបានដាក់ទោសទៅកាន់អ្នកទាំងពីរឲ្យចូលទៅក្នុងគុកមិនឃើញពលឺថ្ងៃរយៈពេល1ឆ្នាំលើបែបនេះហើយធ្វើឲ្យតួស្រីនេះមិនសុខចិត្តនោះទេព្រោះវាគឺជាការសាកល្បងហើយវាក៏ជាកំហុសទី1ដូចគ្នាដោយនាងសុខចិត្តធ្វើការសាកល្បងម្ដងទៀតនិងទទួលយកទរណកម្មគ្រប់បែបយ៉ាងចំណែកដាលីងនាងក៏ស្ម័គ្រចិត្តធ្វើការសាកល្បងជាមួយនឹងពួកគេម្ដងទៀតដូចគ្នាប៉ុន្តែការសាកល្បងថ្មីដែលវូហ៊ុនបានដាក់ទៅគឺតម្រូវឲ្យអ្នកទាំង3នឹងយកក្បាលមនុស្ស3មកទីនេះធ្វើឲ្យតួស្រីនឹងនាងបកាយយ៉ាងខ្លាំងព្រោះវាមិនមែនជាគោលការណ៍នៃជលឹងភ្នំបិសាចរបស់ពួកគេអីចឹងណាវូហ៊ុនមិនត្រឹមតែស្ដីឲ្យអ្នកទាំង3វិញនោះទេថែមទាំងចាប់ប្រកាន់តួស្រីថាគ្មានភាពស្មោះត្រង់ទៀតផងដែលធ្វើឲ្យនាងនឹងនិយាយលែងចាញ់បដ ហើយរំពេចនោះវូហ៊ុនក៏ធំក្លិនចម្លែកចេញពីខ្លួនរបស់តួស្រីដែលធ្វើឲ្យគេនឹងប្រើប្រាស់ភ្លើងយីងដើម្បីបញ្ជាក់ហើយភ្លើងមួយនោះក៏ធ្វើឲ្យម្សៅយីងស៊ឺនឹងលេចរូបរាងឡើងវាបញ្ជាក់ថាតួស្រីបាននាំយកម្សៅមួយនោះចូលមកក្នុងជលឹងភ្នំបិសាចវូហ៊ុនក៏បន្ទោសតួស្រីកាន់តែខ្លាំងឡើងដែលធ្វើឲ្យអ្នកគ្រប់គ្នានឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងគិតថាតួស្រីគឺជាអ្នកនាំមនុស្សចូលមកក្នុងទីនេះអីចឹងណានៅក្នុងពេលជាមួយគ្នាឆ្មាំងហ្វេយូក៏បានចូលមកក្នុងជលឹងភ្នំបិសាចដោយពួកគេពិតជាស្ដាយទឹកដីមួយនេះខ្លាំងមែនទែនមិនបានជាត្រូវគ្រប់គ្រងដោយវិស័យអាក្រក់ទៅវិញជាយ៉ានក៏បាននិយាយអំពីគោលបំណងនិងអាវុធដែលអធិរាជបានផ្ដល់ឲ្យទ្រង់ចង់ឲ្យពួកគេនឹងឆាប់បញ្ចប់ក៏ប៉ុន្តែប៊ីងយូគេនៅស្ទាក់ស្ទើរព្រោះតែអាវុធមួយនោះប្រសិនបើប្រើប្រាស់ហើយជលឹងភ្នំបិសាចមួយនេះនឹងត្រូវខ្ទេចជាមិនខានហើយគេក៏មិនអាចបដិសេធជាមួយនឹងបំណងរបស់អធិរាជដូចគ្នាបន្ទាប់មកជាយ៉ានក៏បានរៀបចំអាវុធរួមជាមួយនឹងក្បួនកម្ចាត់បិសាចដើម្បីកំទេចជលឹងភ្នំបិសាចនេះទាំងមូលវាធ្វើឲ្យបិសាចទាំងអស់នៅក្នុងជលឹងភ្នំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះគេមិនដែលឃើញក្បួនកំទេចដ៏ធំមួយនេះបែបឡើយដុំភ្លើងធំៗក៏ធ្លាក់ចុះមកខាងក្រោមអំពីក្បួនកំទេចវាធ្វើឲ្យបិសាចទាំងអស់រត់ស្លន់ស្លោរកន្លែងលាក់ខ្លួនប៉ុន្តែក្រោយរបស់តួស្រីនឹងមិនអាចគេចទាន់នោះឡើយដែលធ្វើឲ្យតួស្រីសម្រេចចិត្តរងជំនួសពួកគេរំពេចនោះស្ដេចបិសាចហុងយីក៏បានមកទាន់ពេលវេលាដោយសួរទៅកាន់នាងមិនបានជានាងមកវិញអីចឹងណាសៀវយ៉ាក៏បានឆ្លើយតបថាមិត្តភក្តិរបស់នាងនៅទីនេះរួចស្ដេចបិសាចក៏បញ្ញានាំពួកគេរត់គេចទៅហេវូដែលកំពុងតែមើលហេតុការណ៍មួយនេះគេពេញចិត្តខ្លាំងមែនទែនពីព្រោះវាប្រព្រឹត្តទៅតាមផែនការរបស់គេនៅក្នុងជលឹងភ្នំទាំងមូលមិនត្រឹមតែមានក្បួនដ៏ធំកំទេចនោះទេអ្នកទាំងអស់គ្នាអ្នកភូមិនៅទីនោះក៏តាមប្រម៉ាញ់បិសាចតូចៗដូចគ្នាតែបិសាចក៏បញ្ជាឲ្យបិសាចឆ្មានាំកូនបិសាចទាំងអស់ទៅលាក់ខ្លួនចំណែកឯគាត់នឹងត្រូវទៅទប់ទល់ជាមួយនឹងក្បួនដ៏ធំមួយនេះនៅតាមផ្លូវសៅយ៉ាវគេបារម្ភជាមួយនឹងអសត់ស៊ូយូខ្លាំងមែនទែនទើបនាងនឹងសម្រេចចិត្តទៅកន្លែងអសត់ស៊ូយូដើម្បីយកគេនឹង
នឹងរត់ចាក់ចេញទៅប៉ុន្តែកូនអសត់អស់ទាំងនោះមិនអាចចាក់ចេញទៅបានឡើយគឺអំពីស្ថានភាពនៅខាងលើដូចជាមិនសូវស្រួលនាងក៏បានប្រើប្រាស់ភ្លើងនៃនាងទៅនឹងរៀនចេះទៅទប់ទល់ភ្លាមនោះក៏មានស្នូកកណ្ដាកមួយការពារកណៃអសត់ហ្វូយូដែលស្នូកកណ្ដាកមួយនោះគឺជារបស់លោកគ្រូនឹងឯងក៏បានប្រាប់ទៅកាន់តួស្រីថាអសត់ចុងក្រោយនេះមិនអាចចាក់ចេញពីកន្លែងរបស់វាបានឡើយដែលធ្វើឲ្យតួស្រីនឹងគេសែតហើយបារម្ភអំពីលោកគ្រូយ៉ាងខ្លាំងកលែបមើលស្ដេចបិសាយហុងជានេះវិញអំឡុងពេលទប់ទល់គាត់ក៏បានរកឃើញកលែបបង្កើតក្បួនដែលធ្វើឲ្យគាត់នឹងកំទេចវាចោលតែម្ដងអនុភាពខ្លាំងក្លារបស់ស្ដេចបិសាចប៊ីងស៊ូក៏បានប្រាប់ឲ្យកូនចៅរបស់គេនាំអ្នកភូមិទាំងអស់ចាក់ចេញទៅទោះឲ្យគេគឺជាអ្នកទប់ទល់នឹងការពារតាមក្រោយពេលចិត្តរួចរាល់បែបនេះទើបបិសាចអាក្រក់ទាំងពីរគិតថាវាដល់ពេលវេលាដែលគេចុះទៅជួយសង្គ្រោះកូនបិសាចតូចៗបន្ទាប់មកស្ដេចបិសាចហុងយីក៏បានប្រឈមមុខជាមួយនឹងប៊ីងស៊ូហើយសាច់រឿងរបស់យើងក៏ត្រូវចាប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ admin ជួបគ្នានៅវីដេអូជាបន្តទៀតបាយបាយ